កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជិត69,000នាក់រយៈពេលខែដំបូងនៃឆ្នាំ2026នៅក្នុងរយៈពេល2ខែដំបូងនៃឆ្នាំ2026នេះកម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជិតប្រមាណជា69,000នាក់ដែលក្នុងនោះមានភ្ញៀវទេសចរកូរ៉េជិត15,100នាក់ដែលបង្ហាញពីសក្តានុពលនិងភាពទាក់ទាញទេសចររបស់កម្ពុជានៅក្នុងទីផ្សារកូរ៉េនេះបញ្យងតាមការបញ្ជាក់របស់លោកហ៊ុនហាក់រដ្ឋមន្ត្រីក្រសួងទេសចរនៅក្នុងកម្មវិធី KWELL Peace Concert 2026ដែលបានធ្វើឡើងនៅថ្ងៃទី14ខែមីនាឆ្នាំ2026កម្មវិធីនេះត្រូវបានរៀបចំឡើងដោយ The Cambodia Brand of the Peaceful Unification Advisory Council មានការចូលរួមជាសារវីដេអូរបស់លោកប្រធានាធិបតីលីជេមយ៉ុងប្រធានក្រុមប្រឹក្សាអង្គការ Peaceful Unification Advisory Council និងមានវត្តមានផ្ទាល់របស់ឯកឧត្តមគឹមឆាមយ៉ុងឯករាជ្យទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជាព្រមទាំងភ្ញៀវជាតិនិងអន្តរជាតិជាច្រើនទៀតនៅក្នុងឱកាសនេះអធិបតីនៃប្រទេសទាំងពីរបានវិតម្លៃខ្ពស់លើគុណតម្លៃនៃសន្តិភាពការរួបរวมគ្នាព្រមទាំងការបញ្ជាក់ពីការបដិញ្ញាពង្រឹងនិងពង្រីកទំនាក់ទំនងការទូតភាពជាដៃគូយុទ្ធសាស្ត្ររវាងព្រះរាជាណាចក្រកម្ពុជានិងសាធារណរដ្ឋកូរ៉េលើគ្រប់វិស័យជាពិសេសកិច្ចសហប្រតិបត្តិការជំរុញទេសចរការផ្លាស់ប្ដូរប្រជាជននិងវប្បធម៌រវាងប្រទេសទាំងពីរការរួមគ្នាប្រយុទ្ធប្រឆាំងនិងបោះសម្អាតឲ្យអស់ឧក្រិដ្ឋកម្មឆោបបោកអនឡាញអន្តរជាតិដែលបានជះឥទ្ធិពលជាវិជ្ជមានលើការធ្វើដំណើរប្រកបដោយអាជីវកម្មនិងទេសចរលោកហ៊ុនហាក់បានវិតម្លៃខ្ពស់លើគំនិតផ្ដួចផ្ដើមរៀបចំព្រឹត្តិការណ៍វប្បធម៌ដ៏មានអត្ថន័យនេះដែលបានរួមចំណែកលើគុណតម្លៃនៃសន្តិភាពការរួបរวมសាមគ្គីភាពគ្នាការពង្រឹងចំណងមិត្តភាពនិងការផ្លាស់ប្ដូរវប្បធម៌រវាងព្រះរាជាណាចក្រកម្ពុជានិងសាធារណរដ្ឋកូរ៉េព្រមទាំងការជំរុញការផ្លាស់ប្ដូរនិងការស្វែងយល់ពីគ្នារវាងប្រជាជននៃប្រទេសទាំងពីរតាមរយៈតន្ត្រីសិល្បៈនិងវប្បធម៌រដ្ឋមន្ត្រីក្រសួងទេសចរបានគូបញ្ជាក់ជូនភ្ញៀវជាតិនិងអន្តរជាតិដែលមានវត្តមានថាកម្ពុជាជាគោលដៅទេសចរសុវត្ថិភាពបដិសណ្ឋារកិច្ចដ៏កក់ក្ដៅនិងរាក់ទាក់សម្រាប់ភ្ញៀវទេសចរពីទូទាំងពិភពលោកបានគូបញ្ជាក់ថារដ្ឋាភិបាលកម្ពុជាបាននឹងកំពុងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ក្នុងការបង្ក្រាបនិងលុបបំបាត់ដល់ឫសគល់នៃឧក្រិដ្ឋកម្មឆោបបោកតាមប្រព័ន្ធបច្ចេកវិទ្យាដើម្បីធានាបាននូវបរិយាកាសសុវត្ថិភាពនិងទំនុកចិត្តសម្រាប់ភ្ញៀវទេសចរប្រជាពលរដ្ឋនិងការវិនិយោគ